បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះចង់នាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ដើមឈើមួយប្រភេទទៀតបាទដែលដើមឈើមួយនេះមានឈ្មោះថាដើមស្ដុកស្ដុលបាទស្ដុកស្ដុលបងប្អូនខ្លះអាចហៅដើមស្ដុកស្ដោបាទតែតំបន់ខ្ញុំគេហៅថាដើមស្ដុកស្ដុលឬក៏ស្ដុកដោថ្ងៃបាទហើយចង់បង្ហាញពុកម៉ែបងប្អូនពាក់ព័ន្ធនឹងលក្ខណៈដើមបាទដើមវាគឺមានពណ៌បែបនេះពុកម៉ែបងប្អូនវាមានពណ៌ខ្មៅហើយនឹងសលាបប្រផេះប៉ុន្តែពណ៌ខ្មៅនេះគឺវាដោយសារតែអាចភ្លើងឆេះឬក៏វាចាស់ប៉ុន្តែបើសាច់សម្បកវានៅមិនទាន់ចាស់គឺវាមានពណ៌សលាបប្រផេះបែបនេះបងប្អូនបាទហើយសម្បកវាគឺវាមានឆ្នូតតិចតិចបាទរាក់ទេឆ្នូតតិចបាទនេះវាប្រេះឆ្នូតបាទបដោយដើមបាទនេះជាលក្ខណៈសម្គាល់នៃដើមស្ដុកស្ដុលបាទនេះបងប្អូនដើមនេះធំគួរសមបាទហើយតកតងទៅនឹងអត្ថប្រយោជន៍នៃដើមស្ដុកស្ដុលនេះចំពោះដើមស្ដុកស្ដុលនេះគឺដូចជាប្រភេទឈើធន់មធ្យមបាទវាអាចមានកម្ពស់ចន្លោះពី10 ទៅ 15 ម៉ែត្រអីហ្នឹងបងប្អូនបាទហើយតកតងនឹងខ្លឹមវាវិញដូចជាមិនមែនប្រភេទឈើដែលមានខ្លឹមរឹងមាំល្អទេបងប្អូនវាមិនដូចផ្ចឹកមិនដូចត្រាចគឺវាជាប្រភេទឈើខ្លឹមដែរតែដូចជាមិនយកទៅធ្វើគ្រឿងអាហាររឹមកើតណាបងប្អូនបាទវាអាចគ្រាន់តែយើងយកធ្វើរបស់ប្រើប្រាស់តិចតួចបានបាទអានេះជាលក្ខណៈដើមស្ដុកស្ដុលហើយដើមស្ដុកស្ដុលនេះគឺតកតងនឹងសម្បកវានេះគឺវាពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍សម្រាប់ផ្សំថ្នាំបងប្អូនបាទអាចផ្សំថ្នាំដូចជាប្រភេទថ្នាំផ្សះប៉ុន្តែដោយសារតែខ្ញុំមិនមានជំនាញខាងឱសថទេបងប្អូនគ្រាន់តែប្រាប់ឲ្យជម្រាបជូនពុកម៉ែបងប្អូនទូរទស្សន៍ថាដើមស្ដុកស្ដុលនេះគឺអាចគេយកទៅធ្វើថ្នាំបានបាទដូចជាថ្នាំតាក់ទងទៅនឹងថ្នាំផ្សះថ្នាំរោគស្ត្រីជាដើមបាទសម្បកវាហើយមួយទៀតចង់បង្ហាញពុកម៉ែបងប្អូនតាក់ទងនឹងស្លឹកដើមស្ដុកស្ដុលស្លឹកវាស្រដៀងដូចដើមមានយើងដែរពុកម៉ែបងប្អូនស្រដៀងនេះណាពុកម៉ែបងប្អូនស្លឹកវាស្រួលចំណាំដោយសារតែមួយមែកវានេះមានតែ5ស្លឹកឯងពុកម៉ែបងប្អូន2 4 5គឺវាមានគូវាដោះទល់គ្នាចេះពីហើយចុងមានត្អែងមួយស្លឹកបាទនេះពណ៌បៃតងហើយរលោងបាទរលោងហើយខាងក្រោយវារៀងស្លេកបន្តិចប៉ុន្តែសូមជម្រាបជូនពុកម៉ែបងប្អូនថាដើមស្ដុកស្ដុលនេះវាអាចប្រែប្រួលពុកម៉ែបងប្អូនមានស្លឹកខ្លះវាមិនរៀងទ្រវែងចឹងទេវាអាចរៀងខ្លីជាងហ្នឹងវាអាស្រ័យទៅតាមប្រភេទដើមល្អមិនល្អចឹងបាទដូចជានេះអានេះវាអត់សូវល្អប៉ុន្តែនៅតែ5ដដែលលើពុកម៉ែបងប្អូនបាទនេះវានៅតែ5ដដែលវាមាន2 1ចំកនេះ5នេះជាលក្ខណៈស្លឹករបស់ដើមស្ដុកស្ដុលហើយផ្លែវាវិញពុកម៉ែបងប្អូនផ្លែវាវិញទូចប៉ុនកូនដៃមូលហើយអាចមានដើមខ្លះផ្លែធំជាងហ្នឹងបាទដើមខ្លះផ្លែធំជាងហ្នឹងដោយសារតែដើមវាល្អហើយផ្លែស្ដុកស្ដុលនេះស្រដៀងនឹងផ្លែមានយើងដែរបាទតែគ្រាន់តែតូចជាងហើយលក្ខណៈសម្គាល់របស់វាផ្លែវាគឺទុំគឺពេលយើងហូបទៅវាមានរសជាតិនឹងផ្អែមប៉ុន្តែរមាស់បាទរមាស់ខ្លាំងបងប្អូនបាទយើងអត់អាចថាអ្នកខ្លះគេទ្រាំរមាស់បានអាចហូបបានប៉ុន្តែអ្នកខ្លះទ្រាំមិនបានគឺបែរជាហូបបានទេបងប្អូនបាទវារមាស់នេះជាផ្លែវាបងប្អូនដែលមិនទាន់ស្គាល់ដើមស្ដុកស្ដុលឬក៏តំបន់ខ្លះហៅថាស្ដុកស្ដោតំបន់ខ្ញុំហៅថាស្ដុកស្ដុលបាទគឺវាមានលក្ខណៈបែបនេះឯងបាទរៀងបែបនេះស្លឹកហើយនឹងផ្លែវានេះបាទហើយអានេះដើម
ធំប៉ុន្តែវាអត់ទាន់ផ្លែដែរមកបងប្អូនតែខ្ពស់ពេកខ្ញុំឡើងអត់រួចបាទនេះស្លឹកដោកបាទជំរាបជូនពុកម៉ែបងប្អូនថាវាមានអត្ថប្រយោជន៍សម្រាប់ធ្វើឱសថដែរបាទពុកម៉ែបងប្អូនចង់ដឹងថាវាត្រូវនឹងជំងឺអីខ្លះពុកម៉ែបងប្អូនអាចស្រាវជ្រាវតាក់ទងទៅនឹងជាមួយសៀវភៅឱសថបុរាណបាទគេមានបញ្ជាក់ជូនពុកម៉ែបងប្អូនបាទនោះផ្លែនៅលើពុកម៉ែបងប្អូនបាទដើមនេះជាលក្ខណៈដើមស្លឹកដុលហើយមេឃគឺវាមានមេឃច្រើនហើយនឹងស្លឹកច្រើនលក្ខណៈទ្រង់ទ្រាយដើមវាគឺមានស្លឹកច្រើនពុកម៉ែបងប្អូនហើយស្តៀងនឹងស្លឹកមានទាំងបើយើងមើលពីកង្កាយទៅតែគ្រាន់តែស្លឹកវាតូចជាងបាទវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនបាទគាត់តែចង់បង្ហាញពិនភាគលក្ខណៈទូទៅរបស់ដើមស្លឹកដុលបាទដើមវាមានពណ៌សលេបប្រផេះអាចលាយក្រមៅតិចហើយស្លឹកវាបាទមកទៀងវាមាន5ស្លឹកហើយមានពណ៌បៃតងរលោងបាទហើយផ្លែវាមូលបាទទូចពណ៌វារឹងលឿងបងប្អូនបាទនេះពណ៌រឹងលឿងនេះជាផ្លែស្លឹកដុលបាទអរគុណពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតមកអរគុណជម្រាបលាបាទ